គុំសង្ឃឹមថាអាមេរិកការពារឲ្យសោះបើណាតូមិនចាយលុយរបស់ខ្លួនទេនោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃប្រហ័សទី6 ខែមីនាបានដាក់លក្ខខណ្ឌលើការការពារសម្ព័ន្ធមិត្តណាតូថានឹងមិនធ្វើជាកំពែងការពារពួកគេទេប្រសិនបើមិនចំណាយលុយគ្រប់គ្រាន់លើវិស័យការពារជាតិស្របពេលមេដឹកនាំអឺរ៉ុបយល់ព្រមលើផែនការចំណាយបន្ថែមទៀតនៃវិស័យការពារជាតិនិងបន្តឈើជាជំទល់សម្រាប់អ៊ុយក្រែនគណៈគោលនយោបាយសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងភាពស្រពេចស្រពិលរេដូចចុងស្រល់លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យប្រធានាធិបតីថាវាជារឿងធម្មតាទេប្រសិនបើពួកគេមិនបង់ប្រាក់ខ្ញុំនឹងមិនការពារពួកគេសោះឡើយពីព្រោះការចំណាយឥឡូវនេះវាមិនគ្រប់គ្រាន់ទេពួកគេត្រូវតែចំណាយប្រាក់បន្ថែមទៀតការកត់សម្គាល់របស់លោកត្រាំបានធ្វើឲ្យបណ្ដាប្រទេសនៃសមាជិក NATO ភ្នែកនៅកញ្ចឹងកគណៈសម្ព័ន្ធមិត្តនយោបាយយោធាមួយនេះមានការបារម្ភរួចហើយជំវិញការលែងដៃនិងការដកការគាំទ្រផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកបន្ទាប់ពីតាត្រាំបានប៉ះទង្គិចពាក្យសម្ដីជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាន់តែបារម្ភថែមទៀតនោះមេដឹកនាំប្រទេសបិតាប្រជាធិបតេយ្យរូបនេះបែរជាបង្ហាញឆន្ទៈកាន់តែស្និទ្ធស្នាលល្អក្លឿននិងគៀកកោយជាមួយនឹងមេដឹកនាំកុម្មុយនីសរុស្ស៊ី Vladimir Putin ទៅវិញអគ្គលេខាធិការអង្គការ NATO លោក Mark Rutte បាននិយាយដោយទឹកមុខមាំថាខ្ញុំដឹងថាអ្នកខ្លះអាចព្រួយបារម្ភអំពីអនាគតរបស់ NATO ដូច្នេះសូមស្ដាប់ខ្ញុំឲ្យច្បាស់ទំនាក់ទំនងនិងភាពជាដៃគូអន្តរអាត្លង់តិកនៅតែជាមូលដ្ឋានគ្រឹះនៃសម្ព័ន្ធភាពរបស់យើងប្រធានាធិបតីត្រាំបញ្ជាក់យ៉ាងច្បាស់ពីការបដិញ្ញាចិត្តរបស់អាមេរិកនិងការបដិញ្ញាចិត្តរបស់លោកផ្ទាល់ចំពោះអង្គការ NATO ហើយវាក៏បានបញ្ជាក់ច្បាស់ផងដែរនៅសេចក្តីរំពឹងទុកថាយើងនៅអឺរ៉ុបត្រូវតែចំណាយបន្ថែមទៀតលើវិស័យការពារជាតិរីឯនៅការិយាល័យប្រធានាធិបតីលោកដូណាល់ត្រាំឯនេះវិញបាននិយាយផ្លែផ្កាឌឺដងថាសមាជិក NATO គឺជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏ប៉ុន្តែថាតើប្រទេសបារាំងឬដៃគូផ្សេងទៀតនឹងការពារសហរដ្ឋអាមេរិកក្នុងពេលមានវិបត្តិឬយ៉ាងណាលើពីនេះទៅទៀតលោកត្រាំបានបន្លុយសម្ដីទៀតថាអ្នកគិតថាពួកគេនឹងការពារយើងពួកគេអាចប៉ុន្តែខ្ញុំមិនប្រកាសទេជាមួយគ្នាលោកត្រាំក៏បានចាត់ទុកអង្គការ NATO ថាជាសម្ព័ន្ធភាពដ៏មានសក្តានុពលប្រសិនបើបញ្ហាចំណាយអាចត្រូវបានដោះស្រាយគូជំរាបថាសម្ព័ន្ធភាព NATO មានអាយុកាល75ឆ្នាំមកហើយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1949ជាមួយនឹងគោលបំណងចម្បងក្នុងការទប់ទល់នឹងហានិភ័យនៃការវាយប្រហាររបស់សូវៀតលើទឹកដីសម្ព័ន្ធមិត្តទន្ទឹមនឹងការលើកឡើងរបស់លោកត្រាំបណ្ដាមេដឹកនាំអឺរ៉ុបបានប្រកាសគាំទ្រផែនការចំណាយបន្ថែមទៀតលើវិស័យការពារជាតិនិងបន្តឈើការការពារអ៊ុយក្រែនក្រោយគោលនយោបាយមិនប្រកបនិយមរបស់សហរដ្ឋអាមេរិកដែលដឹកនាំដោយលោកត្រាំធ្វើឲ្យអតីតតារាកំ pl លោក Zelensky នៅមិនសុខ